រឿងប្រាសាទនាង12សោកនាដកម្មនិងការសងសឹករបស់ភេទកុមារវគ្គទី1គ្រួសារក្រីក្រនិងការបោះបង់កាលពីព្រេងនាយមានប្តីប្រពន្ធក្រីក្រមួយគូមានកូនស្រីដល់ទៅ12នាក់ដោយសារភាពអត់ឃ្លានខ្លាំងពេកឪពុកម្ដាយក៏ដាច់ចិត្តនាំកូនទៅបោះបង់ចោលក្នុងព្រៃជ្រៅនាងទាំង12នាក់បានដើរលំហិចលំហក់ក្នុងព្រៃរហូតដល់បានជួបនឹងយក្សនីសន្ធមារដែលបានក្លាខ្លួនជាស្រីមេម៉ាយចិត្តធរយកនាងទាំង12ទៅចិញ្ចឹមបីបាច់ក្នុងនគរយៈវគ្គទី2ការរត់គេចនិងការคลายជាមហេសីក្រោយមកនាងទាំង12បានដឹងការពិតថាម្ដាយវគ្គទី3សោកនាដកម្មក្នុងរូងភ្នំនាងសន្ធមារបានប្រើមន្តអាគមធ្វើឲ្យព្រះរាជាជឿថានាងទាំង12ជាមេធ្មប់ព្រះរាជាក៏បញ្ជាឲ្យកងទ័ពចាប់នាងទាំង12ទៅខ្វេសភ្នែកហើយយកទៅបង្ខាំងទុកក្នុងរូងភ្នំដ៏ជ្រៅខណៈនោះនាងទាំង12កំពុងមានផ្ទៃពោះដោយសារភាពអត់ឃ្លានខ្លាំងពេកពួកគេត្រូវបង្ខំចិត្តចែកសាច់កូនដែលកើតមកហូបដើម្បីរស់សល់តែនាងពៅប្អូនស្រីទី12ដែលសល់ភ្នែកម្ខាងបានលាក់កូនរបស់នាងទុកឈ្មោះថារថសែនឬភេទកុមារវគ្គទី4ការសង្សឹកនិងការស្វែងរកថ្នាំរថសែនបានធំដឹងក្តីក្នុងរូងភ្នំហើយវគ្គទី5យុទ្ធធរនិងការជួបជុំរថសែនបានត្រឡប់មកវិញប្រើថ្នាំទិព្វមើលភ្នែកម្ដាយនិងម្ដាយធំឲ្យជាសះស្បើយនាងសន្ធមារដឹងខ្លួនថាចាញ់ល្បិចក៏ភ័យស្លន់ស្លោត្រឡប់ជាជាតិយៈវិញហើយត្រូវរថសែនសម្លាប់ចោលព្រះរាជាដឹងការពិតក៏យាងម្ដាយទាំង12ត្រឡប់ចូលវាំងវិញដោយក្តីរំភើបមេរៀនអប់រំផលកម្មនៃការបោះបង់កូនឪពុកម្ដាយដែលបោះបង់កូននឹងរស់ក្នុងវិបដិសារីទឹកចិត្តម្ដាយនាងពៅតំណាងឲ្យក្តីស្រឡាញ់ដ៏អស្ចារ្យដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនសេចក្តីល្អឈ្នះសេចក្តីអាក្រក់ល្បិចកលរបស់យក្សមិនអាចឈ្នះលើភាពសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន